ត្រូវរកខ្លួនឯងឲ្យជួបសម្រាប់ជួយខ្លួនយើងបានត្រូវដឹងអំពីសក្តីសំខាន់គុណតម្លៃនៃខ្លួនឯងឲ្យច្បាស់ប្រាកដយ៉ាងនេះយើងនឹងមានសក្តីសន្តោសចំពោះអ្វីៗដទៃដោយមិនចាំបាច់បង្ខំឲ្យគេមកស្រឡាញ់យើងឬបង្ខំរឿងមានបានទ្រព្យសម្បត្តិយសស័ក្តិលាភសក្ការៈនិងសក្តីសរសើរនោះឡើយព្រោះការបង្ខំនាំឲ្យយើងកើតទុក្ខអាការដែលយើងនៅជាសុខជាមួយនឹងខ្លួនឯងព្រោះបានដឹងថាខ្លួនយើងជាមនុស្សល្អនេះសំខាន់សម្រាប់យើងជាងអ្វីៗទាំងអស់ផ្កាស្អាតទាំងមានក្លិនក្រអូបមិនចាំបាច់ខ្លាចថាគេមិនស្រឡាញ់ឬឃ្មុំមិនមកក្រេបនោះឡើយយ៉ាងណាឲ្យតែយើងចេះស្រឡាញ់ខ្លួនឯងបានត្រឹមត្រូវល្អហើយគឺអត់មានបញ្ហាជាមួយនឹងអ្នកដទៃណាត្រូវការបង្ខំឲ្យគេមកស្រឡាញ់យើងថែមទៀតនោះទេមានខ្លួនយើងម្នាក់មើលថែខ្លួនឯងវាគ្រប់គ្រាន់ហើយកុំតែភ្លេចខ្លួនឯងដល់ថ្នាក់ចង់ឲ្យតែគេមកស្រឡាញ់ដោយមិនចេះស្រឡាញ់ខ្លួនឯងនោះទៅបានហើយនៅក្នុងអត្ថវគ្គទី12នៃព្រះគាថាធម្មបទព្រះពុទ្ធអង្គទ្រង់ត្រាស់សម្ដែងថាបុគ្គលកុំគប្បីប្រើប្រយោជន៍ខ្លួនឲ្យវានាព្រោះប្រយោជន៍របស់អ្នកដទៃសូម្បីច្រើនឡើយបើដឹងច្បាស់នៅប្រយោជន៍របស់ខ្លួនហើយគប្បីខ្វល់ខ្វាយដោយការយកចិត្តទុកដាក់ក្នុងប្រយោជន៍របស់ខ្លួននោះឯង